សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគ2នៃរឿងខ្ញុំមិនមែនជាបិសាចទេបើកឆាមកភ្លាមតួឯករបស់យើងហ្វាំងឈឹងបានត្រឡប់មកផ្ទះវិញជាមួយនឹងរបួសពេញខ្លួនគ្រាន់តែឃើញភ្លាមបងស្រីដ៏ស្រស់ស្អាតរបស់គេក៏បានសួរទាំងបារម្ភព្រោះកាលពីអតីតកាលឪពុកម្ដាយរបស់ពួកគេក៏បានស្លាប់ដោយសារតែពួកបិសាចវាយប្រហារដែរហ្វាំងឈឹងក៏បានលួងលោមបងស្រីកុំឲ្យបារម្ភព្រោះឥឡូវនេះគេបានរលាយចូលគ្នាជាមួយនឹងបិសាចសម្លាប់ហើយរបួសប៉ុណ្ណឹងគឺឆាប់ជាសះស្បើយណាស់ពេលងូតទឹករួចរាល់ហ្វាំងឈឹងចេញមកឃើញមីស៊ីកូមួយចានយ៉ាងធំកំពុងរងចាំគេញ៉ាំយ៉ាងឆ្ងាញ់ប៉ុន្តែពេលសួរទៅបងស្រីនាងបើជាប្រាប់ថានាងបានញ៉ាំនំប៉័ងនៅកន្លែងធ្វើការរួចហើយហ្វាងឈឹងដឹងភ្លាមថាបងស្រីខ្លួនតែងតែលះបង់សុខចិត្តហូបរបស់តបថោកដើម្បីទុករបស់ល្អៗឲ្យគេឃើញបែបនេះហ្វាងឈឹងក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំងហើយបដិញ្ញាថាចាប់ពីពេលនេះតទៅខ្ញុំនឹងប្រើសមត្ថភាពពិតប្រាកដដើម្បីរកលុយឲ្យបងស្រីរស់នៅស្រួលឈានចូលមកដល់ថ្ងៃថ្មីហ្វាងឈឹងបានបើកអេបរបស់សមាគមអ្នកប្រមាញ់ដើម្បីរកមើលបេសកកម្មរកលុយគេក៏បានប្រទះភ្នែកនឹងបេសកកម្មមួយគឺការប្រមាញ់បិសាចមឹកកម្រិតតែមានតម្លៃខ្លួនដល់ទៅ30000 យួនឯណោះហ្វាងឈឹងគិតក្នុងចិត្តថាកម្លាំងរបស់គេពេលនេះគឺអាចចាត់ការវាបានយ៉ាងងាយស្រួលប៉ុន្តែអ្វីដែលគេបារម្ភនោះគឺថាមកបិសាចនៅក្នុងខ្លួនរបស់គេគឺប្រៀបដូចជាគ្រាប់បែកយ៉ាងសាហាវអញ្ចឹងបើប្រើមិនស្រួលនោះទេវាអាចនឹងលេបត្របាក់ស្មារតីរបស់គេជាមិនខានតែដើម្បីលុយមានតែលះបង់ហើយកាត់ប្លង់មកដល់តំបន់រោងចក្រដែលគេបោះបង់ចោលនោះបរិយាកាសគឺស្ងាត់ជាងងំគឺគួរឲ្យខ្លាចតែម្ដងគ្រាន់តែឈានជើងចូលភ្លាមហ្វាងឈឹងបានឃើញសាកសមអ្នកប្រមាញ់ជាច្រើនដេកស្លាប់ពីពេញដីភ្លាមនោះក្លិននៃគ្រោះថ្នាក់ក៏បានសាយភាយឡើងបិសាចមកកម្រិតចំនួន3ក្បាលបានលោតចេញមកប្រដាប់ដោយអាវុធពេញដៃហ្វាងឈឹងញញឹមបិទមាត់បញ្ចិតហើយគិតថាបិសាចកម្រិតទាបប៉ុណ្ណេះចាត់ការគឺមិនពិបាកឡើយតែគេគឺបានគិតខុសទាំងស្រុងនេះមិនមែនជាការប្រយុទ្ធធម្មតាទេតែវាជាអន្ទាក់បិសាច3ក្បាលមុននេះគ្រាន់តែជន់អន្ទាក់ប៉ុណ្ណោះស្រាប់តែមួយរំពេចនោះកងទ័ពបិសាចមកររាប់រយក្បាលបានផុសចេញពីគ្រប់ទិសទីក៏បានឡើងពាត់ហ្វាងឈឹងចិត្តឈឹងតែម្ដងដឹងខ្លួនថាចាញ់បោកគេហ្វាងឈឹងក៏ចាប់ផ្ដើមរត់គេចយ៉ាងលឿនដកថយបណ្ដើវាយបណ្ដើស្ថានភាពពេលនេះតានតឹងមែនតើគឺគេមិនហ៊ានបញ្ចេញធម្មពលបិសាចពេញលេញនោះទេរត់ចុះរត់ឡើងហ្នឹងគឺសយធំហើយជើងរបស់ហ្វាងឈឹងត្រូវបានដៃមកដ៏ធំមួយហ្នឹងរុំជាប់កំរើកលែងរួចពេលនោះអាប់ខ្មៅក៏បានរសាត់ចេញបង្ហាញឲ្យឃើញរូបរាងដ៏សែនធំមហិមារបស់មេខ្លោងបិសាចជាបិសាចកម្រិតឌីសំលេងដ៏ក្រហមរបស់វាបានលឺឡើងវាក៏បានសើចំអកឲ្យហ្វាងឈឹងដែលហ៊ានដើរចូលមកក្នុងអន្ទាក់របស់វានៅចំពោះមុខសត្រូវដែលកម្លាំងខុសគ្នាដាច់បែបនេះហ្វាងឈឹងបើកភ្នែកធំតែម្ដងញើសក៏ចាប់ផ្ដើមហូបប៉ិនគ្រាប់ពោដែរណោះក្នុងចិត្តក៏បានគិតថាធម្មពលក៏មិនទាន់អាចបញ្ចេញបានតើថ្ងៃនេះខ្ញុំត្រូវមកបាត់បង់ជីវិតនៅទីនេះមែនទេនៅចំពោះមុខមេបិសាចមកក្រហមកម្រិតឌីគួរឲ្យខ្លាចហ្វាងឈឹងគ្មានជំរឿអ្វីក្រៅពីការប្រយុទ្ធស្លាប់រស់នោះឡើយបិសាចបានបញ្ជាឲ្យកូនចៅទាំងអស់សម្រុកចូលមកដើម្បីហាយសាច់គេជាបំណែកស្ថិតក្នុងស្ថានភាពដ៏អស់សង្ឃឹមនិងរងការវិប្រហាយយ៉ាងចាស់ដៃហ្វាងឈឹងដឹងច្បាស់ថាបើនៅតែរឹងរូសមិនព្រមប្រើធម្មពលបិសាចទេគេច្បាស់ជាត្រូវពួកវាស៊ីសាច់ទាំងរួមមិនខាននេះពួកឯងបង្ខំយើងទេណាមួយរំពេញនោះកំហឹងនឹងសភាវគតិបិសាចក្នុងខ្លួនគេបានផ្ទុះឡើងពន្លឺពណ៌ក្រហមឆ្អៅបានជះពីពេញបរិយាកាសហ្វាងឈឹងបានរំដោះធម្មពលបិសាចសម្លាប់ហើយក៏បានបំលែងរាងកាយទៅជាស្ដេចបិសាចមើលទៅរូបរាងរបស់គេគឺមានអំណាចខ្លាំងមែនតើរូបរាងថ្មីដ៏សាហាវព្រមទាំងស្លាបបិសាចដ៏មុតស្រួយបានធ្វើឲ្យពួកបិសាចមកទាំងអស់ហ្នឹងគឺចាប់ផ្ដើមញាប់ផ្លោកតែម្ដងឈឹងក៏ក្នុងចិត្តទាំងហូរចិត្តថាដំឡៃគេគ្រាន់តែចង់បានសម្លាប់បិសាចកម្រិតទាបដើម្បីរកលុយចិញ្ចឹមបងស្រីធម្មតាសតែមិននឹកស្មានថាត្រូវមកជួបនឹងរឿងធំដុំបែបនេះឡើយប្រយុទ្ធដ៏ពិតប្រាកដបានចាប់ផ្ដើមឡើងមេបិសាចមកបានប្រើដាវដ៏ធំរបស់វាប្រហារមកលើហ្វាងឈឹងយ៉ាងសាហាវតែម្ដងទោះបីជាបំផ្លាញខ្លួនហើយក៏ដោយក៏មេបិសាចកម្រិតឌីនេះមានល្បីកិច្ចកលនឹងយុទ្ធសាស្ត្រខ្ពស់ជាងបិសាចមុនឆ្ងាយណាស់វាទាំងអាចប្រើដៃមករំពាត់អាវុធរបស់ហ្វាងឈឹងជាប់ទៀតផងក្នុងពេលកំពុងតទល់យ៉ាងតានតឹងហ្វាងឈឹងបានប្រើគូក្បាលយ៉ាងរហ័សនឹកគិតថាតួវាខ្លាំងប៉ុន្តែនៃដ៏ខ្លាំងរបស់វាគ្មានខែលការពារទេវាអាចច្បាស់ជាចំណុចខ្សោយគិតឃើញភ្លាមហ្វាងឈឹងក៏បានប្រើល្បិចទាត់ខ្សាច់ឲ្យហុយពេញភ្នែកមេបិសាចឲ្យវាវងវែងទិសដៅរួចគេក៏លោតទៅកាត់ក្បាលវាដាច់ជាពីរចំណែកភ្លាមមេបិសាចមកដេកស្លាប់ក្នុងថ្លុកឈាមព្រមទាំងផ្ដល់ធម្មពលថ្មីមួយដល់ហ្វាងឈឹងហើយធម្មពលថ្មីនោះគឺជា Tentacle គឺជាសមត្ថភាពប្រើប្រាស់ដៃមឹកវែងនោះឯងបន្ទាប់ពីការប្រយុទ្ធដ៏ហត់នឿយគេក៏បានបំផ្លាញខ្លួនទៅជាមនុស្សធម្មតាវិញទាំងរបួសពេញខ្លួនដើម្បីកុំឲ្យខាតជើងនិងខាថ្លៃឡាហ្វាងឈឹងបានសុខចិត្តលើកសាកសពក្បាលមេបិសាចដ៏ធំនិងធ្ងន់នោះដើរចូលទៅកាន់សមាគមអ្នកប្រមាញ់គ្រាន់តែឈានជើងចូលភ្លាមមនុស្សម្នាពេញសមាគមបានបើកភ្នែកធំសម្លឹងមើលមកគេទាំងភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាមានអ្នកប្រមាញ់ក្មេងខ្ចីម្នាក់អាចសម្លាប់មេបិសាចកម្រិតឌីដ៏សាហាវនេះបានឡើយតែរឿងរ៉ាវមិនបានរលូនដូចទីគេគិតនោះទេសត្វមានជនពាល2នាក់ដែលជាសន្តិសុខឆែកឆេររបស់សមាគមបានដើរមកកាត់ផ្លូវហ្វាងឈឹងទាំងចរិតច្រឡំខាងពួកវាសើចំអកនឹងមើលងាយថាគ្រាន់តែមើលមុខក៏ដឹងថាទន់ជ្រាយណាស់ដែរគ្មានសមត្ថភាពសម្លាប់បិសាចកម្រិតឌីទេច្បាស់ជាលួចសាកសពរបស់អ្នកដទៃមកមិនខានហើយពួកវាក៏បំរុងនឹងក្របួយយកក្បាលបិសាចនោះទៅបាំងឈឹងមិនព្រមចាញ់ដៃក៏បានប្រើក្បាច់កិច្ចខ្លួននឹងវាយបកវិញមួយពួកវាទាំងពីរនាក់ដេកដួលនៅនឹងដីយ៉ាងងាយស្រួលតែម្ដងព្រមនោះបរិះចំណាស់
ពាក់មួកម្នាក់ដែលជាអនុប្រធានសមាគមគឺលោកចៅធានបានដើរចេញមកគាត់បានឃើញហេតុការណ៍ទាំងអស់ហើយបានដឹងពីសមត្ថភាពពិតរបស់ហ្វាងឈឹងលោកអនុប្រធានបានស្ដីបន្ទោសនិងបណ្ដេញសន្តិសុខផ្នែកគ្មានប្រសិទ្ធទាំងពីរនោះចេញពីការងារភ្លាមលោកអនុប្រធានចៅធានបានសរសើរហ្វាងឈឹងថាមានសមត្ថភាពមិនធម្មតាតែហ្វាងឈឹងដឹងខ្លួនច្បាស់ថារឿងដែលគេមានធម្មពលបិសាចសម្លាប់នៅក្នុងខ្លួនដាច់ខាតគឺមិនអាចឲ្យអ្នកដទៃដឹងបានឡើយគេក៏បានพูดកុហកទៅវិញថាខ្លួនគ្មានសមត្ថភាពពិសេសអ្វីឡើយទោះបីហ្វាងឈឹងកំពុងតែលាក់បាំងអត់កំបាំងខ្លះក៏ដោយក៏លោកអនុប្រធានមិនដេញដោយច្រើនដែររួចក៏នាំហ្វាងឈឹងចូលទៅក្នុងដើម្បីទទួលប្រាក់រង្វាន់តែម្ដងណាក់នោះអ្នកជុំវិញខ្លួនបានត្រឹមតែលួចច្រណែននិងខ្សឹបខ្សៀវគ្នាថាវិញប្រុសម្នាក់នេះពិតជាសំណាងណាស់ដែលត្រូវបានអនុប្រធានសមាគមចេញមកទទួលស្វាគមន៍ដោយផ្ទាល់បែបនេះកាត់មកដល់នៅការិយាល័យបើកប្រាក់រង្វាន់សាកសពបិសាចមកពណ៌ផ្កាឈូកដ៏ធំត្រូវបានលើកដាក់លើតុយ៉ាងងាយស្រួលសារតែធម្មពលវេទមន្តខ្សែកាប់រន្ទះខៀវរបស់ស្រីស្អាតម្នាក់នាងមានពាក់វ៉ែនតារាងស្លីមសក់ពណ៌ខៀវនិងមានវេទមន្តស្នេហ៍យ៉ាងខ្លាំងនារីម្នាក់ហ្នឹងគឺមានឈ្មោះថាសៀវណានហើយសៀវណានក៏បានណែនាំខ្លួនទៅកាន់ហ្វាងឈឹងថាខ្លួនជាបុគ្គលិកសមាគមដែលទទួលបន្ទុកបើកប្រាក់រង្វាន់ជូនអ្នកប្រមាញ់បិសាចហ្វាងឈឹងក៏បានលួចក្នុងចិត្តទាំងបើកផ្នែកធំតែម្ដងគេបានគិតថាសមត្ថភាពបញ្ជាវត្ថុរបស់នាងមិនធម្មតាឡើយសាកសពបិសាចធ្ងន់បែរជាអាចលើកបានយ៉ាងងាយស្រួលសោះនៅពេលដែលឃើញហ្វាងឈឹងភ្លឹកមើលស្រីស្អាតលោកចៅធានក៏បានដើរមកជិតរួចក៏លើមេដៃថែមទាំងខ្សឹបប្រាប់ថាហេនិយាយអញ្ចឹងសៀវណាននៅទំនេរទេណាពួកឯងទាំងពីរប្រហែលជាអាចជជែកគ្នាលេងស្វែងយល់ពីគ្នាបានច្រើនហើយពេលនោះសៀវណានក៏ចាប់ផ្ដើមកំហមុខតែម្ដងគឺសៀវណានអៀនអាប៉ែហ្វាងឈឹងនឹងឯងចេះតែអៀនអីសៀវណានហ្វាងឈឹងក៏អៀនដែរឬក៏បាននិយាយថាលោកអនុប្រធាននេះរាក់ទាក់ខ្ញុំពេកហើយខ្ញុំចេះតែក្រឡេកមើលសមត្ថភាពនាងតើខ្លួនខ្ញុំគ្រាន់តែជានិស្សិតធម្មតាម្នាក់សោះថែមទាំងគ្មានសមត្ថភាពអភិនិហាដូចគេផងលោកចៅធានហាក់ដូចជាដឹងចិត្តក៏និយាយលើកទឹកចិត្តថាហេខ្ញុំមើលដឹងពីសមត្ថភាពឯងដោយខ្ញុំឲ្យតម្លៃឯងព្រោះឯងដូចជាខ្ញុំកាលពីមុនអញ្ចឹងគឺគ្មានសមត្ថភាពលោហិតពិសេសអីទេតែយើងខំប្រឹងវឹកហាត់រាងកាយនិងរៀនជំនាញប្រយុទ្ធគឺអាចខ្លាំងជាងអ្នកប្រមាញ់មួយចំនួនទៅទៀតហ្វាងឈឹងក៏បានគិតក្នុងចិត្តទាំងកោតសរសើរគាត់ខ្លាំងមែនគ្រាន់តែប្រើកម្លាំងបាយនិងជំនាញប្រយុទ្ធសុទ្ធសាធក៏អាចឡើងធ្វើជាអនុប្រធានសមាគមបានដែរបន្ទាប់មកសៀវណានក៏បានចុចទូរស័ព្ទគិតលុយរួចហើយបីសាច់មឹកលំដាប់ D មួយក្បាលតម្លៃ 100000 បីសាច់មឹកលំដាប់អឺចំនួន10ក្បាលតម្លៃ 30000 និងលុយលើកទឹកចិត្ត 10000 ទៀតសរុបទាំងអស់គឺ 140,000 យន់ខ្ញុំបានវេចូលទៅការរបស់ឯងហើយហ្វាងឈឹងក៏បានញញឹមបិទមាត់មិនចិត្តតែម្ដងព្រោះអីក្នុងជីវិតរបស់ហ្វាងឈឹងគឺលើកទី1ហើយដែលបានរកលុយបានច្រើនបែបនេះអនុប្រធានចៅធានក៏បានឈរអោបដៃសម្លឹងមើលទៅហ្វាងឈឹងមើលទៅក្បាច់គុណនិងល្បិចប្រយុទ្ធរបស់ឯងថ្ងៃនេះនៅស្ទើរឆ្ងាយណាស់លើក្រោយបើមកសមាគមកុំភ្លេចមករកខ្ញុំនឹងមករៀនក្បាច់គុណខ្លះៗឲ្យហ្វាងឈឹងក៏បានអរគុណទៅនឹងលោកអនុប្រធានចៅធានចំណែកឯសៀវណានដែលឈរមើលពីក្រោយលួចលាន់មាត់សរសើរហ្វាងឈឹងក្នុងចិត្តពួកប្រុសៗដឹងតែពីគ្នានឹងវឹកហាត់ទេប៉ុន្តែមើលទៅហ្វាងឈឹងនេះមិនត្រឹមតែជាពូកែទេថែមទាំងស្អាតទៀតផងអូអេដមីនច្រឡំធ្វើសំឡេងស្រីគឺស្អកខ្លាំងមែនតើហើយសៀវណានក៏បានបន្តនិយាយទៀតមិនដឹងជាគេចូលចិត្តមនុស្សស្រីបែបណាទេណចំតិចអញស្រឡាញ់គេទៅបន្ទាប់ពីចាក់ចេញពីសមាគមហ្វាងឈឹងបានដើរតាមដងផ្លូវក្នុងក្រុងទាំងសប្បាយចិត្តលោកពូចៅធានពិតជារៀមច្បងដ៏ល្អម្នាក់ថ្ងៃក្រោយត្រូវតែមករៀនសូត្រពីកុំបន្ថែមទៀតប៉ុន្តែឥឡូវត្រូវប្រញាប់ទៅផ្ទះប្រាប់ដំណឹងល្អឲ្យបងស្រីសិនខ្ញុំរកលុយដំបងបានហើយដល់ពេលដែលកំពុងដើរតាមផ្លូវសត្វតែលឺសំឡេងអ្នកសារព័ត៌មានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ធំនៅតាមអគារហើយព័ត៌មានហ្នឹងគេនិយាយពីព្រឹត្តិការណ៍ព័ត៌មានពិសេសប្រចាំថ្ងៃព័ត៌មានហ្នឹងគឺបានចុះផ្សាយពីវីដេអូនៃការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងបិសាចពីរក្រុមកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហើយបិសាចមួយត្រូវបានអ្នកលេងអ៊ីនធឺណិតប្រសិទ្ធនាមថាស្ដេចបិសាចបន្ទាប់មកហ្វាងឈឹងក៏បានភ្ញាក់ព្រឺតភ័យឡើងញ័រផ្លោកតែម្ដងហើយហ្វាងឈឹងក៏បាននិយាយថាងាប់ហើយវីដេអូនោះត្រូវបានគេបង្ហោះចូលអ៊ីនធឺណិតថែមទាំងឡើងព័ត៌មានទទួលទៀតដែរព័ត៌មានហ្នឹងក៏បាននិយាយប្រាប់ទៀតថាតើតោនឹងរឿងនេះដោយសារតែអ្នកកសែតបានចុះសម្ភាសន៍លោកមេវិជាការរងនៃក្រុមបង្ក្រាបបកបិសាចគឺលោកឌូឡាងឬក៏ហៅម្យ៉ាងទៀតគឺចចឯកោនៅលើវេទិកាសន្និសីទកាសែតបរោះសក់សវែងចង់ផ្នែកម្ខាងឈ្មោះឌូឡាងនិយាយទាំងទឹកមុខមើងម៉ាត់បិសាចមិនដែលខ្លាចជាមិត្តរបស់មនុស្សឡើយសូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នឲ្យមែនតើចំណែកឯក្រុមបង្ការបិសាចរបស់យើងអ្វីដែលត្រូវធ្វើគឺចាប់ខ្លួនស្ដេចបិសាចពណ៌ខៀវនោះមកកាត់ទោសយកមកប្រហារជីវិតជាដាច់ខាតគេគឺមិននិយាយធម្មតានោះទេគេនិយាយថែមទាំងឲ្យរូបថតបិសាចពណ៌ខៀវនោះជាពីរឬបែបនេះហ្វាងឈឹងភ័យចង់លេចនោមព្រោះបិសាចពណ៌ខៀវនោះគឺជារូបគេសចំណែកឯប្រជាជនដែលឈរមើលព័ត៌មានក៏ចាប់ផ្ដើមជជែកវែងញែកគ្នាវែងញែកទី1ក៏បាននិយាយថាបិសាចពណ៌ខៀវដែលគេហៅថាស្ដេចបិសាចនោះគឺវាគ្នា
ជាមួយបិសាចដូចគ្នាដើម្បីជួយសង្គ្រោះជីវិតមនុស្សតើហើយនៅវែងទី2ក៏បាននិយាយទៀតថាបើបិសាចចេះជួយមនុស្សមែនមិនគួរហៅថាបិសាចទេគួរហៅថាវីរៈបរិសុទ្ធទៅត្រូវហ្វាងឈឹងក៏បានគិតក្នុងចិត្តទាំងព្រួយបារម្ភមិននឹកស្មានថារឿងនេះបង្កជាព្យុះភ្លៀងរហូតមានមតិសាធារណៈធំបែបនេះសោះបើមិនប្រយ័ត្នមុខជាគ្រោះថ្នាក់ដល់ខ្លួនមិនខានលុះល្ងាចឡើងហ្វាងឈឹងបានដល់ចូលមកផ្ទះទាំងហត់នឿយហ្វាងឈឹងបានមកដល់ផ្ទះភ្លើងក៏បានស្រែកហៅបងស្រីខ្ញុំត្រឡប់មកផ្ទះវិញហើយក៏បានសួរបងស្រីថាបានធ្វើម្ហូបអីធំក្លិនឈ្ងុយចង់ស្រក់ទឹកមាត់ទៅហើយបងស្រីរបស់ហ្វាងឈឹងគឺមានឈ្មោះថាហ្វាងយាក៏បានដើរចេញមកទាំងមុខបារម្ភហើយហ្វាងយាក៏បាននិយាយពីព័ត៌មានដែលចុះផ្សាយពីបិសាចនោះឯងហើយហ្វាងយាក៏បានណែនាំឲ្យហ្វាងឈឹងនឹងប្រុងប្រយ័ត្នខ្លួនផងព្រមនោះហ្វាងឈឹងក៏បានបែកញើសនៅចុងច្រមុះតែម្ដងឬហើយក៏បានគិតក្នុងចិត្តថាចាប់ហើយស្មីតែបងស្រីក៏ដឹងរឿងនេះដែរហ្វាងឈឹងក៏បាននិយាយថាអូយបងស្រីអើយកុំទៅខ្វល់នឹងព័ត៌មានអត់ប្រយោជន៍អស់នឹងអីហើយហ្វាងឈឹងក៏បានបង្វែរសាច់រឿងបងស្រីតែម្ដងហើយក៏បានឲ្យបងស្រីមើលកាតធនាគារតែនៅក្នុងកាតហ្នឹងមានលុយចំនួន 140,000 យួនឯណោះបងស្រីដែលមានឈ្មោះថាហ្វាងយានឹងបានបើកភ្នែកធំៗភ្ញាក់ផ្អើលយ៉ាងខ្លាំងស្អីគេ 140,000 យួនឯងទៅបានលុយច្រើនដល់ម្លឹងមកពីណាហើយហ្វាងឈឹងក៏បាននិយាយថាគឺលុយនេះបានមកពីការកម្ចាត់បិសាចនឹងណាឥឡូវខ្ញុំខ្លាំងជាងមុនឆ្ងាយណាអាចសម្លាប់បិសាចដោយខ្លួនឯងបានហើយបងស្រីក៏ចាប់ផ្ដើមមានសង្ឃឹមតែម្ដងបើអញ្ចឹងមែនមានន័យថាឯងបានដាស់សមត្ថភាពអ្នកប្រមាញ់បានហើយមែនទេទៅមកហ្វាងឈឹងក៏បានសើចទាំងទឹកមុខស្ងួតព្រោះមិនចង់ឲ្យបងស្រីបារម្ភពីរូបរាងបិសាចរបស់ខ្លួនហើយក៏បាននិយាយថាបាទប្រហែលជាអញ្ចឹងមែនហើយបងហ្វាងយាស្រែកតែទឹកមុខប្រហែលជាស្រពោនដើរមកជិតទាំងបារម្ភចុះឯងមានរបួសត្រង់ណាអត់បងមិនហ៊ានគិតទេថាឯងត្រូវឆ្លងកាត់ការលំបាកនិងរងទុក្ខវេទនាប៉ុណ្ណាខ្លះដើម្បីដាស់សមត្ថភាពនេះបានហ្វាងឈឹងក៏បានចាប់ស្មាបងស្រីរួចញញឹមយ៉ាងកក់ក្ដៅខ្ញុំមិនអីទេបងស្រីបងគ្រាន់តែទទួលយកលុយនេះទៅបានហើយឬហើយហ្វាងយាក៏បាននិយាយថាអញ្ចឹងក៏បានដែរលុយនេះនឹងយកទៅសងបំណុលគេបានខ្លះហើយតាំងពីម៉ែឪនៅទាំងពីរហ្នឹងបានចែកឋានទៅពួកគេក៏បានខ្ចីលុយសាច់ញាតិមិនតិចទេឬដល់រឿងរ៉ាវប៉ាម៉ែហ្វាងឈឹងក៏បានប្រែទឹកមកជាមើងម៉ាត់រួចក៏បានសួរទៅហ្វាងយានិយាយពីប៉ាម៉ែបងស្រីដឹងទេថាកាលពីឆ្នាំនោះតើពួកគាត់ត្រូវបានបិសាចមួយណាអ្នកសម្លាប់ហ្វាងយាក៏បានស្រត់ទឹកភ្នែកងាកមុខចេញព្រោះការចងចាំដល់ជឿចាប់រឿងនេះនៅតែជាអត់កំបាំងនៅឡើយប៉ុន្តែផ្អែកតាមឯកសារដែលបន្សល់ទុកកាលពីពេលនោះឃាតករគឺជាបិសាចអត់កំបាំងមួយដែលមានរូបរាងជាអណ្ដាតភ្លើងហើយបន្ទាប់ពីវាបានដល់សម្លាប់ម៉ែឪរបស់អ្នកទាំងពីរហ្នឹងហើយនឹងអ្នកដទៃនៅកណ្ដាលផ្លូវរួចមកវាបានបាត់ខ្លួនពីទីក្រុងដងចៅពីភ្លាមរហូតមកដល់ពេលនេះនៅតែមិនដឹងដំណឹងចិត្តរបស់ហ្វាងឈឹងស្រុតតែឆាប់ឆេះដោយភ្លើងគំនុំពេលនោះហើយឃើញរូបភាពអតីតកាលដែលម៉ែឪរបស់អ្នកទាំងពីរត្រូវភ្លើងឆេះស្លាប់មើលទៅអត្តសញ្ញាណរបស់បិសាចភ្លើងមួយនេះមិនធម្មតាឡើយចាំមើលចុះពេលដែលកម្លាំងខ្ញុំខ្លាំងក្រាន់ខ្ញុំនឹងសងសឹកជាមនេះឲ្យតតែបានលោកអនុប្រធានចៅធាននៅសមាគមមានបទពិសោធន៍ច្រើនក៏ប្រហែលជាដឹងរឿងនេះថ្ងៃក្រោយបើមានឱកាសខ្ញុំត្រូវទៅសួរនាំគាត់ហ្វាងយាក៏បានចាប់ដៃហ្វាងឈឹងទាំងអង្វរពួកយើងមិនទាន់មានសមត្ថភាពសងសឹកគេទេសម្រាប់បងឲ្យទៅពួកយើងអាចរស់នៅជាមួយគ្នាយ៉ាងមានសុវត្ថិភាពនិងសេចក្តីសុខគឺគ្រប់គ្រាន់ណាស់ទៅហើយហ្វាងឈឹងក៏បានឆ្លើយថាបាទបងស្រីខ្ញុំដឹងហើយព្រឹកឡើងមេឃស្រឡះហ្វាងឈឹងក៏បានរំបណ្ដោដកដង្ហើមហត់បណ្ដោហើយចិត្តយឺតពេលរៀនហើយកាលពីម្សិលមិញគិតតែរកលុយគិតថាថ្ងៃនេះរៀនសពេលដែលហ្វាងឈឹងរត់ចូលទៅដល់ក្នុងថ្នាក់រៀនស្រាប់តែលឺមិត្តភ័ក្តិរួមថ្នាក់កំពុងអង្គុយជជែកគ្នាព័ត៌មានកាលពីម្សិលមិញយ៉ាងអធិកអធមសិស្សក្នុងថ្នាក់ទី1ក៏បាននិយាយថាណែវីដេអូស្ដាយវិស័យតាមអ៊ីនធឺណិតផ្ទុះខ្លាំងណាស់វើហើយសិស្សក្នុងថ្នាក់ទី2ទៀតហ្នឹងក៏បាននិយាយថាឲ្យមើលព័ត៌មានទូដែរហ្នឹងវិស័យពណ៌ខេនោះខ្លាំងសាហាវហ្មងចេះមានចិត្តធម៌ជួយមនុស្សទៀតពិតជាសមឈ្មោះជាស្ដាច់វិស័យមែនអញ្ចឹងអង្គុយចុះនៅតុរៀនទាំងទុនដៃទុនជើងសម្បីតែមិត្តរួមថ្នាក់ក៏ដឹងដែរអារម្មណ៍ថាជីវិតនេះហត់នឿយខ្លាំងណាស់ខ្ញុំពិតមិនមែនជាស្ដាច់វិស័យអីហ្នឹងទេណាឬហើយក៏បានដកដង្ហើមធំដាក់នោះស្រីស្អាតប្រចាំថ្នាក់សក់វែងពណ៌ខ្មៅទឹកមុខត្រជាក់ស្រីនាងនោះក៏មានឈ្មោះថាឡុងយាដោយការពិភាក្សាមុនចឹងបានដើរមកឈរក្បែរតុរបស់ហ្វាងឈឹងរួចក៏បាននិយាយថាហ្វាងឈឹងឯងដូចជាហាក់ដូចជាប្លែកមើលទៅឯងហាក់ដូចជាខ្លាំងជាងពីថ្ងៃមុនឆ្ងាយណាស់ពេលនោះហ្វាងឈឹងក៏បានភ័យស្លន់ស្លោតែម្ដងហាប្រហែលជាឯងផន់ច្រឡំហើយមើលទៅហើយគេក៏បានគិតក្នុងចិត្តថាកែប្រែនឹងវិញ្ញាណទី6របស់ឡុងយានឹងពិតជាមុតស្រួយនិងគួរឲ្យខ្លាចមែនព្រមនោះមានសម្លេងសើចចំអកយ៉ាងខ្លាំងមិនគួរឲ្យរាប់អានមិនលឺឡើងពីក្រោយថ្នាក់បរិសក់លឿងនោះបានឈរកាន់ចាន់បាយដើរមកជាមួយនឹងប៉ពួកពីរនាក់ទៀតទាំងទឹកមុខឌឺដងរួចហើយអាសក់លឿងមួយនឹងក៏បាននិយាយថាព្រលឹមឡើងគូស្នេហ៍វ័យក្មេងពីរនាក់នេះផ្អែមល្ហែមដាក់គ្នាដល់ហើយវើយឡុងយាងាកទៅសម្លឹងមើលមុខទាំងកៅភ្នែកពីគៀតហើយអាសក់ក្បាលលឿងនឹងគឺដូចជាកាក់ភៀកមុនដែរឥឡូវមកម្ដងនេះគឺមិនរៀងចាលតែម្ដងកៅភៀកមុននឹងឡុងយាបានវាយឡើងខ្ទាតហើយឥឡូវមកឌឺដងគេទៀតសង្ស័យត្រូវទៀតបន្ទាប់ពីឡុងយាបានបើកភ្នែកពីគៀតពណ៌ផ្កាឈូករបស់នាងបានចាប់ផ្ដើមបញ្ចេញពន្លឺពណ៌វេទមន្តតែចេញនៅចុងដៃរបស់នាងឡុងយាក៏បាននិយាយថាមើលទៅប្រហែលថ្ងៃមុនខ្ញុំប្រហែលជាបដៅឯងស្រាលដៃពេកហើយពេលនោះដែរហ្វាងឈឹងក៏បានដើរមកខាត់ទាំងញញឹមឌឺទៅវិញឡុងយាមិនចាំបាច់ទៅប្រដៅជាមួយឆ្កែអាណាថាសក់លឿងអស់នឹងទេនាំតែខូចអារម្មណ៍តមកអាសក់លឿងក៏បាននិយាយទាំងខឹងញ័រខ្លួនហែកថ្មិញសម្លក់ថានិយាយថាម៉េច
មើលទៅឯងចង់និយាយពីថាងាប់នៅលើមុខហើយមែនទេគាត់ថាមានតែឡងយាននៅទីនេះហើយខ្ញុំមិនហ៊ានវាយឯងនិយាយមិនទាន់ផុតពីមាត់ផងហ្វាក់ឈឹងសត្វតែបញ្ចេញពន្លឺពណ៌អូរ៉ាពណ៌ក្រហមឆ្អៅមើលទៅគឺគួរឲ្យខ្លាចខ្លាំងមែនតើចេញពីដៃរបស់គេក៏បានលូកដៃទៅយកចានបាយរបស់អាសក់លឿងមកច្របាច់ខ្ទេចយ៉ាងងាយស្រួលនឹងទឹកមុខពីខៀតសម្លឹងចំមុខវាទៅមកហ្វាំងឈឹងក៏បាននិយាយថាចូលរៀននៅសាលាអ្នកប្រមាញ់បិសាចនេះ3ឆ្នាំហើយពួកឯងគិតថាហ្វាំងឈឹងខ្ញុំម្នាក់នេះជាមនុស្សដែលពួកឯងចង់ធ្វើបាបឬជិះជាន់តាមចិត្តមែនទេសាក់មើលទៅមើលឲ្យភាពរបស់យើងក៏បានតែស្លែតែត្រឹមនឹងឯងបើសិននេះជាពេញចិត្តនោះនឹងអាចចុច subscribe ឲ្យមានរបស់ផងណាហើយមានទៅតែប្រឡងចប់នោះទេហើយមាននឹងចេញរឿងឲ្យលឿនជាទីបំផុតមានចង់ប្រាប់ថារឿងនេះគឺមានតែ19ភាគតែប៉ុណ្ណោះនឹងថាគេចេញភាគបន្តទៅមុខទៀតទៅជាយ៉ាងណានោះទេមានសម្រាប់តែ19ភាគហ្នឹងគឺមានសម្រាប់សិនហើយមានគឺនឹងធ្វើរឿងផ្សេងហើយរឿងហ្នឹងចាំមើលតែគេនៅពេលណាមាននឹងសម្រាប់រឿងហ្នឹងវិញហើយមានមិនមែនសម្រាប់ជប់ធ្វើវីដេអូនោះទេគឺមានសម្រាប់រឿងហ្នឹងដើម្បីធ្វើវីដេអូផ្សេង